គ្រូបង្រៀនរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំយូរមកហើយគាត់បាននិយាយថាជីមប្រសិនបើអ្នកចង់ឲ្យប្រាក់នៅជាមួយអ្នកកុំរត់តាមវាដូចកណ្ដុរតូចដែលកំពុងខ្លាចអ្នកតែត្រូវឈរត្រង់ហើយខ្លាយជាអ្វីមួយដែលមានតម្លៃគួរឲ្យវាតាមរកអ្នកជំនួសវិញដំបូងខ្ញុំមិនយល់ទេខ្ញុំគិតថាការខំប្រឹងមានន័យថាការរត់ប្រណាំងការផ្ដៀផ្ដួលការប្រយុទ្ធខ្ញុំជឿថាបរិសដែលភ្ញាក់ឡើងម៉ោង4ព្រឹកផឹកកាហ្វេ2ពេលហើយផ្ញើអ៊ីមែលទៅកាន់មនុស្ស50នាក់មុនថ្ងៃរះគឺជាអ្នកឈ្នះប៉ុន្តែជាមួយនឹងពេលវេលាខ្ញុំបានយល់ថាលុយមិនតាមមនុស្សដែលរវើវាយទេវាតាមអ្នកដែលមានស្ថិរភាពតាមអ្នកដែលមានតម្លៃតាមអ្នកដែលคล้ายខ្លួនជាអាគារនៃពន្លឺ Lighthouse នៅក្នុងអបនៃភាពវឹកវរផ្នែកសេដ្ឋកិច្ចអាគារពន្លឺមិនរត់ជុំវិញឆ្នេរសមុទ្រហើយស្រែកថាសូមមើលខ្ញុំទេវាតែងឈរខ្ជាប់មានភាពប្រសើរមានពន្លឺនិងមិនអាចរំញោចបានកប៉ាល់នឹងមករកវាពីព្រោះតម្លៃរបស់វាស្ថិតនៅក្នុងស្ថិរភាពថ្ងៃនេះខ្ញុំចង់ចែករំលែកជំនួយញាក់ពីរឿង6យ៉ាងដែលបើអ្នកអនុវត្តវាយ៉ាងពិតប្រាកដលុយនឹងចាប់ផ្ដើមតាមអ្នកយ៉ាងលឿនរហូតអ្នកត្រូវតែបន្ថយល្បឿនដើម្បីដកដង្ហើមឆ្លោះបញ្ចាំងនិងទទួលយកពរជ័យដែលនឹងហូរមករកអ្នកដល់ភាពជឿជាក់យ៉ាងពិតប្រាកដរឿងដំបូងដែលអ្នកត្រូវធ្វើគឺខំធ្វើការលើកខ្លួនឯងឲ្យខ្លាំងជាងការធ្វើលើការងាររបស់អ្នកកាលនៅក្មេងខ្ញុំខំធ្វើការដើម្បីជីវភាពខ្ញុំគិតថាការរស់នៅយូរជាងគេធ្វើការល្អដើម្បីឲ្យមេរីករាយគឺជាគន្លឹះនៃភាពឈ្នះតែពេលខ្ញុំចាប់ផ្ដើមខំធ្វើលើខ្លួនឯងខ្ញុំបានកសាងអាណាចក្រនៃទ្រព្យសម្បត្តិដ៏មហាសាលអ្នកមើលឃើញទេអត្រាប្រាក់ចំណូលរបស់អ្នកជារឿយៗមិនអាចលើសពីកម្រិតនៃការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នកបានទេវាដូចម៉ាស៊ីនកម្ដៅមួយអ្នកអាចខំបំពង់កម្ដៅបន្ទប់តែបើសុនម៉ាស៊ីនកំណត់សីតុណ្ហភាពនៃកម្រិតណាវានឹងត្រឡប់ទៅកម្រិតនោះវិញជានិច្ចដូចគ្នានេះផងដែរបើជំនឿខាងក្នុងជឿជាក់ចំណេះដឹងប្រាជ្ញានិងជំនាញរបស់អ្នកស្ថិតនៅកម្រិតណាមិនថាអ្នកខំធ្វើអ្វីប៉ុន្មានក៏ដោយអ្នកនឹងត្រឡប់ទៅកម្រិតហិរញ្ញវត្ថុដែលសមមាប់នឹងចំណេះដឹងក្នុងខ្លួនអ្នកវិញជានិច្ចពេលអ្នកលើកតម្លៃខ្លួនឯងឡើងតាមរយៈការអានរៀងរាល់ថ្ងៃការបង្កើនជំនាញឯកទេសការពង្រីកសមត្ថភាពទំនាក់ទំនងការបង្កើនភាពដឹកនាំនិងការផ្លាស់ប្ដូររបៀបគិតរបស់អ្នកលុយនឹងត្រូវបាំងតាក់ទាញដល់កម្រិតអរិយាប័ត្ររបស់អ្នកកុំភ្លេចថាជីវិតមិនអាចផ្ដល់ប្រាក់ឲ្យអ្នកតាមរយៈម៉ោងដែលអ្នកចំណាយទេតែផ្ដល់ប្រាក់ឲ្យអ្នកតាមតម្លៃដែលអ្នកនាំមកទី2គឺរៀនដោះស្រាយបញ្ហាធំជាងមុនលុយគឺជារង្វាន់សម្រាប់អ្នកដែលដោះស្រាយបញ្ហានេះជារឿងសាមញ្ញប៉ុន្តែមានអត្ថន័យជ្រាលជ្រៅបរិមាណប្រាក់ចំណូលរបស់អ្នកសមាមាត្រទៅនឹងទំហំបញ្ហាដែលអ្នកដោះស្រាយឲ្យមនុស្សដទៃមនុស្សដែលដោះស្រាយបញ្ហាតូចក្នុងគ្រួសារត្រូវបានផ្ដល់ប្រាក់តាមកម្រិតមួយមនុស្សដែលដោះស្រាយបញ្ហារបស់សហគមន៍ទាំងមូលទទួលបានកម្រិតខ្ពស់ជាងនោះមនុស្សដែលដោះស្រាយបញ្ហារបស់ឧស្សាហកម្មទាំងមូលទទួលបានភាពជោគជ័យដូចជារដ្ឋាភិបាលខ្នាតតូចមួយពីមុនខ្ញុំតែងគិតថាតើខ្ញុំអាចរកលុយបានច្រើនជាងនេះយ៉ាងដូចម្តេចប៉ុន្តែបន្ទាប់មកខ្ញុំបំលែងសំណួរនោះទៅជាតើខ្ញុំអាចដោះស្រាយអ្វីធំជាងនេះសម្រាប់មនុស្សច្រើនជាងនេះបានដូចម្តេចនោះបានផ្លាស់ប្ដូរទាំងអស់បើអ្នកចង់ឲ្យលួយតាមអ្នកកុំស្វែងរកការងាយធ្វើស្រួលធ្វើពេកការលំបាកជាឱកាសពិសេសជាងការងាយផ្ដល់តែប្រាក់បានត្រឹមតែមួយរោសស្វែងរកបញ្ហាធំហើយបណ្ដុះគំនិតឲ្យស្វែងរកដំណោះស្រាយនៅទីដែលមនុស្សដទៃមើលឃើញតែភាពមិនអាចធ្វើទៅបាននាំយករបៀបដោះស្រាយទៅកន្លែងដែលមនុស្សដទៃឃើញថាមិនអាចទៅរួចនាំយកភាពច្បាស់ទៅកន្លែងដែលមនុស្សដទៃឃើញភាពច្របូកច្របល់សមត្ថភាពនេះជាអ្វីដែលធ្វើឲ្យមនុស្សក្លាយជាអ្នកដឹកនាំមានទ្រព្យសម្បត្តិមនុស្សដែលមើលបញ្ហាដូចជាជំហានឡើងទៅមុខមិនមើលវាជាអ្នករារាំងនោះហើយជាមនុស្សដែលលុយនឹងរកឃើញជានិច្ចទី3គឺដែលត្រូវតែមានពូកែនៅក្នុងការរៀបចំវិន័យប្រកបដោយសិល្បៈវិន័យគឺជាស្ពានរវាងគោលដៅនិងការសម្រេចបានវាគឺជាដៃវេទមន្តដែលមិនអាចមើលឃើញប៉ុន្តែជួយដឹកអ្នកពីទីកន្លែងដែលអ្នកកំពុងស្ថិតនៅទៅកាន់ទីកន្លែងដែលអ្នកសុបិនចង់ទៅមនុស្សជាច្រើនសួរខ្ញុំថាជីមតើខ្ញុំអាចក្លាយជាមនុស្សមានវិន័យបានដូចម្តេចខ្ញុំឆ្លើយថាចាប់ផ្ដើមពីសន្យាតូចមួយជាមួយខ្លួនឯងហើយអនុវត្តវាឲ្យបានជាប់ជាប្រចាំវិន័យមិនមែនជាការចង់ឈ្នះពិភពលោកក្នុងមួយយប់ទេតែជាការឈ្នះខ្លួនឯងរៀងរាល់ថ្ងៃភ្ញាក់ឡើងតាមម៉ោងដែលអ្នកបាននិយាយអានសៀវភៅ10ទំព័រតាមដែលអ្នកបានសន្យាដើរហាត់ប្រាណតាមដែលអ្នកបានសន្យាបញ្ចប់គម្រោងតាមដែលអ្នកបានសន្យាពិតណាស់បើអ្នកមិនអាចដឹកនាំខ្លួនឯងបានកុំរំពឹងថាលុយនឹងដើរតាមអ្នកលុយរត់តាមអ្នកដឹកនាំ
ចង់វាក់វិន័យខ្លួនឯងរហូតដល់អ្នកខ្លាយទីមនុស្សដែលទៀកពីងរង្វាន់ដោយធម្មជាតិមិនមែនដោយសំណាងទេតែដោយសារពីទម្លាប់ដែលសមរម្យជាមួយភាពសម្បូរបែបគ្រប់សម្បត្តិធំទាំងអស់ស្ថិតនៅពីក្រោយជញ្ជាំងនៃវិន័យហើយមានតែអ្នកដែលព្រមបង់តម្លៃនៃភាពស្មើត្រូវជាប់ជាប្រចាំទើបអាចបើកវាបានចាំថាភាពជោគជ័យមិនមែនជាកម្មសិទ្ធិទេវាគឺជារបស់ជួលហើយថ្លៃជួលត្រូវបង់រៀងរាល់ថ្ងៃតាមសកម្មភាពតូចដែលមានវិន័យទោះបីវាមិនសំខាន់នៅពេលលោកក៏ដោយប៉ុន្តែវានឹងក្លាយជាអ្វីមួយដ៏ធំបំផុតក្នុងពេលអនាគតទី4គឺបង្កើនតម្លៃអបង្ងាក់តាមរយៈការបម្រើលុយគឺជាផលតបស្នងនៃតម្លៃវាមិនមែនជាក្រដាស់ទេប៉ុន្តែជាពរជ័យនៃការកោតសរសើរនិងការទទួលស្គាល់បើអ្នកបម្រើមនុស្ស5នាក់អ្នកនឹងទទួលបានសម្លេងត្រឡប់តិចតួចបើអ្នកបម្រើមនុស្ស5000នាក់អ្នកនឹងទទួលបានសម្លេងត្រឡប់ដ៏អស្ចារ្យពេលខ្ញុំយល់ច្បាស់ពីរឿងនេះខ្ញុំឈប់ព្យាយាមរកលុយហើយចាប់ផ្ដើមផ្ដោតលើវិធីផ្ដល់តម្លៃចំណុចគឺផ្ដល់ឲ្យគេបានកាន់តែច្រើនផលតបស្នងក៏កាន់តែធំវាមិនមែនជាពាក្យបញ្ចោទេប៉ុន្តែជាសច្ចធម៌នៃច្បាប់សេដ្ឋកិច្ចពិតប្រាកដវាប្រៀបដូចទ្វារផ្ទះរបស់អ្នកដូចឆេះដែរបើអ្នកតែងតែបិទវាចិត្តនៃចិត្តគ្មានញាតិមុតចិត្តខាងឯណាចូលលេងទេតែបើអ្នករៀបចំវាឲ្យស្អាតចំហទ្វារឲ្យធំសមរម្យសូម្បីតែពន្លឺព្រះអាទិត្យក៏ចូលលេងដែរពេលអ្នកខ្លាចជាមនុស្សដែលមានអារម្មណ៍ស្រឡាញ់ការបម្រើអ្នកដទៃដោយភាពល្អឥតខ្ចោះដោយសេចក្ដីដោយប្រាជ្ញានិងដំណោះស្រាយអ្នកនឹងក្លាយជាមនុស្សដែលទីផ្សារមិនអាចមើលរំលងបានស្វែងរកវិធីផ្ដល់ច្រើនជាងអ្វីដែលអ្នកទទួលពេលនោះអ្នកនឹងត្រូវបានបង់ប្រាក់ច្រើនជាងអ្វីដែលអ្នកផ្ដល់សួរខ្លួនឯងរៀងរាល់ថ្ងៃថាតើខ្ញុំអាចបង្កើនគុណភាពល្បឿនសម្រស់ជម្រៅឬភាពងាយស្រួលនៃអ្វីដែលខ្ញុំផ្ដល់ឲ្យអ្នកដទៃបានដូចម្ដេចពេលមនុស្សមានអារម្មណ៍ថាពួកគេទទួលបានច្រើនជាងអ្វីដែលពួកគេបង់ពួកគេនឹងត្រឡប់មកវិញជាមួយមិត្តភក្តិបម្រើដ៏ចិត្តស្មោះដល់ថ្នាក់ពេលអ្នកអវត្តមានវានឹងដូចជាអុកស៊ីសែនត្រូវបានដកចេញពីបន្ទប់មួយចូលទៅជ្រៅជាងនេះកែលម្អជំនាញទំនាក់ទំនងរបស់អ្នកខ្ញុំតែងនិយាយថាបើអ្នកអាចកែលម្អពាក្យរបស់អ្នកអាចកែលម្អពិភពលោករបស់អ្នកមនុស្សមិនបង់ប្រាក់ឲ្យអ្នកសម្រាប់គំនិតទេពួកគេបង់ប្រាក់សម្រាប់គំនិតដែលអ្នកអាចបង្ហាញបានយ៉ាងច្បាស់និងមានទំនុកចិត្តអណ្ដាតរបស់អ្នកអាចបើកទ្វារដែលសញ្ញាបត្ររបស់អ្នកមិនអាចបើកបានពីករបស់អ្នកអាចនាំអ្នកចូលទៅកន្លែងដែលបទពិសោធន៍របស់អ្នកមិនទាន់អាចឈានដល់ខ្ញុំតែងតែយល់ថាគំនិតដែលនៅតែស្ថិតក្នុងខួរក្បាលគឺគ្មានតម្លៃទេគំនិតដែលបង្ហាញបានយ៉ាងច្បាស់មានតម្លៃដល់លានដុល្លារហាត់និយាយហាត់សរសេរហាត់មានឥទ្ធិពលពិភពលោកត្រូវបានផ្លាស់ទីដោយអ្នកដែលអាចផ្លាស់ទីពាក្យឲ្យចូលទៅក្នុងចិត្តមនុស្សពេលអ្នកនិយាយដោយភាពច្បាស់ទំនុកចិត្តនិងជំនឿជាក់មនុស្សនឹងទុកចិត្តលើអ្នកហើយនៅទីដែលមានការទុកចិត្តលួយនឹងហូរតាមអានសៀវភៅដោយសំឡេងលឺដើម្បីកែលម្អការបញ្ចេញស៊ូសៀងឲ្យបានល្អប្រសើរសិក្សាអំពីអ្នកនិយាយដ៏ល្អដើម្បីសង្កេតរបៀបគិតរបៀបប្រែសំឡេងនិងសិល្បៈនៃពាក្យពេចន៍មិនថាខ្មែរឬភាសាបរទេសហាត់សរសេរដើម្បីរៀបចំគំនិតឲ្យបានល្អតាមលំដាប់លំដោយដោយសារទំនាក់ទំនងមិនមែនជាជំនាញទេតែវាជាអាវុធសម្រាប់កសាងទ្រព្យសម្បត្តិនៅក្នុងសង្គ្រាមដ៏ស្ងប់ស្ងាត់នៃជីវិតទី5គឺសង់បណ្ដាញដែលធ្វើឲ្យតម្លៃសុទ្ធរបស់អ្នកកើនឡើងអ្នកប្រហែលបានឮថាបណ្ដាញរបស់អ្នកគឺជាតម្លៃនៃសម្បត្តិរបស់អ្នកប៉ុន្តែមនុស្សភាគច្រើនចាត់ទុកការបង្កើតបណ្ដាញដូចជាហ្គេមនៃតួលេខខ្ញុំមិនធ្លាប់ធ្វើបែបនោះឡើយខ្ញុំចាត់ទុកវាដូចជាហ្គេមនៃទំនាក់ទំនងជាការចាប់អារម្មណ៍ពិតប្រាកដលើមនុស្សការគោរពពេលវេលារបស់ពួកគេនិងសមត្ថភាពរបស់ពួកគេការវិនិយោគពិតប្រាកដក្នុងភាពជោគជ័យរបស់ពួកគេពេលខ្ញុំចូលទៅបន្ទប់ខ្ញុំមិនគិតថាអ្នកណាអាចជួយខ្ញុំបានទេខ្ញុំគិតថាតើខ្ញុំអាចរៀនពីអ្នកណាបំផុសគំនិតឬជួយភ្ជាប់អ្នកណាបានសពថ្ងៃនេះអ្នកប្រហែលឃើញថាលុយតាមឥទ្ធិពលហើយឥទ្ធិពលការចេញពីទំនាក់ទំនងកុំស្វែងរកតែការភ្ជាប់តែស្វែងរកការភ្ជាប់ឲ្យជ្រៅជាងនោះសួរសំណួរដែលមានន័យស្ដាប់ដោយគ្មានការរំខានចងចាំឈ្មោះនិងរឿងរ៉ាវនៃមនុស្សទាំងឡាយដែលស្ថិតនៅក្នុងបណ្ដាញរបស់អ្នកពេលអ្នកក្លាយជាមនុស្សដែលភ្ជាប់ពិតប្រាកដអ្នកនឹងសង់ស្ពានដែលលុយឱកាស
នឹងពោជានឹងឆ្លងកាត់មុខរកញាក់ដោយមិនចាំបាច់ស្នើសុំឥទ្ធិពលគឺជាធម៌ពលដ៏ស្ងប់ស្ងាត់វាលូតលាស់តាមក្របពូជនៃភាពស្មោះត្រង់ដែលត្រូវបានដាំរៀងរាល់ថ្ងៃក្នុងជីវិតអ្នកដទៃទី6ហើយប្រហែលជាមានអំណាចបំផុតគឺរៀនគិតឲ្យឆ្ងាយនិងយូរអង្វែងមនុស្សភាគច្រើនតែងតែស្វែងរកលួយរហ័សការឈ្នះរហ័សការរត់គេចរហ័សពួកគេចំណាយពេល10ឆ្នាំធ្វើការដូចជាអ្នកជាប់បំណុលដើម្បីទទួលបានប្រាក់បន្ថែមតិចតួចប៉ុន្តែមិនព្រមចំណាយ1ឆ្នាំដើម្បីសង់អាជីវកម្មតូចមួយដែលអាចផ្ដល់សេរីភាពជារៀងរហូតប៉ុន្តែទ្រព្យសម្បត្តិតែងតែដើរតាមយ៉ាងដែលដាំគ្រាប់ពូជហើយដឹងថាពួកគេប្រហែលមិនទាន់បានប្រមូលផលក្នុងរយៈពេលប្រមាណឆ្នាំដំបូងខ្ញុំតែនិយាយថាជីវិតគឺដូចរដូវកាលបើអ្នកខកខានការដាំក្នុងរដូវផ្ការីកអ្នកនឹងត្រូវសុំអាហារគេពេលរដូវរាំងញាមកដល់គិតជាទស្សវត្សមិនមែនគិតជាថ្ងៃនោះទេសង់អ្វីដែលមានកំណត់សម្រាប់ចំនួនបន្ទាប់លុយតែងតែត្រូវបានតាក់ទាញទៅកាន់មនុស្សដែលបានគិតនិងបង្កើតឃ្លាំងសម្រាប់ថ្ងៃមុខស៊ូមខ្លាយជាកសិករមិនមែនជាអ្នកប្រមាញ់តែងតែរត់តាមសត្វចំណែកកសិកររងចាំផលចុងរដូវកាលអ្នកប្រមាញ់មិនជប់ថ្ងៃដោយការបែកញើសនិងការភ័យខ្លាចកសិករគេងដោយសន្តិភាពព្រោះដឹងថាព្យុះភ្លៀងនឹងមករាល់ដុល្លារដែលអ្នកសន្សំវិនិយោគឬបង្ការនៅថ្ងៃនេះគឺជាគ្រាប់ពូជខ្លាយជាដើមឈើខ្លាយជាផ្ទៃព្រៃទាក់ទាញជីវិតភាពសម្បូរបែបនិងភាពថេរប្រកបដោយនិរន្តរភាពខ្ញុំចាំបានថាមានយុវជនម្នាក់ធ្លាប់សួរខ្ញុំថាលោកជីមហេតុអ្វីបានជាលួយវាមិនមករកខ្ញុំប្រាប់គេថាព្រោះអ្នកកំពុងរត់តាមវាដោយការខ្លាចនិងអស់សង្ឃឹមការភ័យខ្លាចបណ្ឌិតឱកាសការជឿជាក់តាក់ទាញវាអ្នកបង្កើតការជឿជាក់ដោយការរៀបចំខ្លួននៅក្នុងភាពស្ងាត់សម្រាប់ពេលវេលាដែលសំខាន់អ្នកសង់ខ្លួនឯងដោះស្រាយបញ្ហាបង្កើតវិន័យបម្រើយ៉ាងច្រើននិយាយយ៉ាងច្បាស់ភ្ជាប់យ៉ាងជ្រៅនិងគិតយូរអង្វែងអ្នកខ្លាចជាមនុស្សដ៏មានសក្តានុពលឈរយ៉ាងរឹងមាំដ៏ស្ងប់ស្ងាត់ហើយលុយស្រឡាញ់មនុស្សប្រភេទនេះពេលអ្នកចូលទៅក្នុងបន្ទប់មួយជាមួយភាពជឿជាក់ពេលអ្នកនិយាយដោយជំនឿដែលកើតចេញពីការរៀបចំខ្លួនយ៉ាងល្អពេលភ្នាក់អ្នកបញ្ចេញភាពស្ងាត់និងជំនឿជាក់ពិភពលោកនិងធនធានរបស់វានឹងកោងមកបម្រើអ្នកដោយសារតែមនុស្សលុយនិងឱកាសតែងតែស្វែងរកមនុស្សរឹងមាំដើម្បីផ្ញើខ្លួនធ្វើឲ្យមនុស្សរឹងមាំកាន់តែមានឥទ្ធិពលសូមខ្លាចជាយក្សដែលតំណាងឲ្យភាពរឹងមាំនោះទៅហើយលុយនឹងមិនមើលរំលងអ្នកទៀតឡើយ គុំស្វែងរកប្រាក់ដើម្បីធ្វើឲ្យមនុស្សចាប់អារម្មណ៍តែស្វែងរកវាដើម្បីបង្កើតឥទ្ធិពលមនុស្សភាគច្រើនចំណាយលុយលើអ្វីដែលពួកគេមិនអាចទិញបានដើម្បីបង្ហាញមនុស្សដែលពុំដែលស្គាល់គ្នាសោះឲ្យចាប់អារម្មណ៍លើពួកគេនោះមិនមែនជាវិធីឲ្យលុយតាមអ្នកទេវាជាវិធីឲ្យអ្នកចំណាយប្រាក់ឥតដាច់ឥទ្ធិពល impact មានន័យថាវិនិយោគលើឧបករណ៍ជំនាញនិងទម្លាប់ដែលបង្កើនអ្វីដែលអ្នកមានការធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍គឺជាការខាត់បងអ្វីដែលអ្នកមានកាលខ្ញុំនៅក្មេងខ្ញុំចំណាយលុយដើម្បីឲ្យមនុស្សមើលឃើញខ្ញុំពេលខ្ញុំចាស់ឡើងខ្ញុំចំណាយដើម្បីអភិវឌ្ឍខ្លួនដោយមិនឲ្យគេឃើញការចំណាយដំបូងធ្វើឲ្យអ្នកមើលទៅមានលុយការចំណាយទី2ធ្វើឲ្យអ្នកខ្លាចជាមនុស្សមានលុយពិតប្រាកដបើអ្នកចង់ឲ្យលុយតាមអ្នកចំណាយពេលលើការកសាងសម្បត្តិខាងក្នុង internal wealth ជាជាងការសន្សំសម្បត្តិខាងក្រៅនៅពេលសម្បត្តិខាងក្នុងរបស់អ្នកមានសម្បត្តិខាងក្រៅនឹងស្របតាមហើយសម្បត្តិខាងក្នុងមានអ្វីខ្លះវាជាសន្តិភាពវាជាជំនាញវាជាការអត់ធ្មត់វាជាប្រាជ្ញាដើម្បីដឹងថាការរត់តាមការសរសើរជាវិធីឆាប់បំផ្លាញជីវិតប៉ុន្តែការសងតម្លៃជំរឿននឹងសមត្ថភាពឆ្ពោះទៅរកសម្បត្តិជារៀងរហូតជាចុងក្រោយខ្ញុំសូមសម្ខាបខ្លី1នាទីដើម្បីក្លាយជាមនុស្សដែលអាចតាក់ទាញប្រាក់សូមកុំសួរថាតើខ្ញុំអាចរកលុយ$1 លានបានយ៉ាងដូចម្តេចគួរសួរថាតើខ្ញុំអាចក្លាយជាមនុស្សប្រភេទណាដែលប្រាក់$1 លាននឹងមានអារម្មណ៍ចង់មកនៅជាមួយសូមបដូរអ្នកជាមនុស្សបែបណាទើបស័ក្តិសមនឹងមានប្រាក់ច្រើនការអភិវឌ្ឍខ្លួនដោះស្រាយបញ្ហាធំស្ទាត់ជំនាញខាងរៀបចំវិន័យបង្កើនតម្លៃតាមសេវាកម្មរៀបចំបណ្ដាញដែលមានឥទ្ធិពលនិងគិតឲ្យបានវែងឆ្ងាយគឺជាគន្លឹះទាំង6
ដែលនឹងធ្វើឲ្យប្រាក់តាមរកអ្នកដោយសัตว์មមាទៅប្រឡ័យនឹងភ្លើងដូចឆ្នៃឯងប៉ុន្តែសូមចងចាំថាវាមិនមែនជាប្រាក់ទេវាគឺជាអំពីអ្នកคล้ายជាមនុស្សដើម្បីតាក់ទាញវាប្រាក់គឺជាក្រដាសប៉ុន្តែអ្នកជាសម្បត្តិពិតប្រាកដខ្ញុំសូមអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់ដោយយកចិត្តទុកដាក់អ្នកនឹងជោគជ័យសូមប្រិយមិត្តចុច like share និងបញ្ចេញការយល់ឃើញរបស់ខ្លួនក្នុង comment សូមចុច subscribe ផ្នត់គំនិតមួយឥឡូវនេះដើម្បីកុំឲ្យខកខានវីដេអូបន្ទាប់សូមអរគុណ